ថាsocial media រាល់ថ្ងៃហ្នឹងគឺមានថាប្រយោជន៍ច្រើនហ្មងមិនថា Facebook មិនថា TikTok Instagram អីគឺមានថាប្រយោជន៍ច្រើនឧទាហរណ៍សម្រាប់អ្នករកស៊ីឧទាហរណ៍ថាអ្នករកស៊ីណាគឺគាត់អាចបរិការលក់ឬក៏បង្កើនការលក់គាត់ច្រើនមែនតើហ្មងណាដែលមិនបាច់ចាំបាច់មានហាងឬក៏ទីតាំងណាមួយល្អក៏បានដែរគឺគាត់អាចលក់បានច្រើនតែទៅនឹងណាFacebook ឬក៏social media ទាំងអស់ហ្នឹងណាអាចផលអវិជ្ជមានមកយើងច្រើនមែនតើហ្មងណាច្រើនវាច្រើនប្រាំងវិជាជាមួយផលល្អហ្នឹងហ្មងណាឥឡូវឧទាហរណ៍ខ្ញុំមនុស្សក៏ច្រើនក៏បានដែររាល់ថ្ងៃនៅប៉ែតនេះវាមានរឿងច្រើនហ្នឹងមកហើយអាលោកបណ្ដាផងអារឿងខ្លួនឯងផងអារឿងប្រទេសជាតិហ្នឹងតាមព្រំដែននេះផងព័ត៌មានរាល់ថ្ងៃហ្នឹងផងចង់ឈួតអីអបសុកក៏បើកមើល Facebook រឿងមកតង់ទៀតរឿងមកតង់ហ្នឹងមិនរឿងតែមួយណារឿងច្រើនណាស់រាប់ហើយអ្នកស្រុកខ្មែរនឹងរាប់រយនាក់ពេលគេមានរឿងគេបញ្ចេញក្នុង Facebook គេមានរឿងចាំទៅបញ្ចេញក្នុង TikTok ទៅជាអា social media ហ្នឹងមិនមែនជាកន្លែងកម្សាន្តទេឥឡូវមានអារម្មណ៍ថាជាកន្លែងតែបញ្ចេញទុកហ្មងណាស្បែកខ្ញុំហ្នឹងឥឡូវនេះបងនិយាយហ្នឹងក៏និយាយធូរក្នុងខ្លួនដែរនិយាយមែនអញ្ចឹងទៅជានៅក្នុងហ្នឹងពេលខ្ញុំបើកមកផលអវិជ្ជមានរហូតរឿងអវិជ្ជមានរហូតបញ្ហារហូតបើកមកស្រាប់បញ្ហាទាំងអស់នៅលើ new feed ខ្ញុំណាអញ្ចឹងទៅអាក្រៅហ្នឹងចឹងថាយើងជួបផ្ទាល់ហ្នឹងវារឿងមិនចេះចប់ហើយនៅក្នុងរឿងមិនចេះចប់ទីជួនកាលមិនថារឿងនៅខ្មែររឿងដល់បរទេសហ្នឹងប្រម៉ូម្ដងលើ new feed ខ្ញុំទៀតក៏ទៅយីមែនអញ្ចឹងយើងត្រូវតែរៀនប្រខាំងថារឿងគេទៅយើងមិនបាច់ដោះស្រាយទេឬក៏យើងមិនបាច់គិតទេនិយាយមែនមិនបាច់គិតរឿងគេទេព្រោះអីបើខ្ញុំវិញតែរឿងណាខ្ញុំជួយគិតជំនួសគេចិត្តល្អបែបខ្ញុំជួយគិតថាហើយរឿងហ្នឹងដោះមិនគឺគិតឲ្យគេហ្មងអញ្ចឹងកុំ